ត្រូវបំផ្លិចបំផ្លាញដោយសារស្នាដៃនៃអ្នកកាន់អំណាចបច្ចុប្បន្នទៅលើធនធានធម្មជាតិទ្រព្យសម្បត្តិជាតិរ៉ែព្រៃឈើបឹងទន្លេជាដើមហើយគ្មានសម័យណាមានចំនួនណាមានរបបណាបំផ្លាញធនធានធម្មជាតិជាការដឹកនាំរបស់គណៈបកកណ្ដាលបច្ចុប្បន្ននេះឡើយទី6យើងឃើញថាគេបានដកហូតយកដីធ្លីរបស់រដ្ឋរបស់ប្រជាប្រដ្ឋខ្មែរយកទៅឲ្យក្រុមហ៊ុនមួយចំនួនតូចដែលកាន់កាប់តាមរូបភាពសម្បទានសេដ្ឋកិច្ចរហូតដល់99ឆ្នាំដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋយ៉ាងធំធាត់យ៉ាងធ្ងន់ធ្ងរដូច្នេះឆ្លងតាមនៅបញ្ហាជាតិធំទាំងអស់នេះហើយដែលគណៈបកសង្គ្រោះជាតិនឹងចេញមុខដោះស្រាយបញ្ហាជាតិទាំងអស់នេះឲ្យបាននៅអាណត្តិទី5នេះឲ្យបានជាដាច់ខាតជ័យយោគណៈបកសង្គ្រោះជាតិនឹងឈ្នះឆ្នោតនៅថ្ងៃទី28ខែកក្កដា